អក្សរសាស្ត្រខ្មែរថ្នាក់ទី11អត្ថបទស្ដាប់ទំនុកច្រៀងនិងរបាំស្នេហ៍ទន្សោងនៅតាមស្រុកភ្នំក្នុងព្រះរាជាណាចក្រកម្ពុជាជាពិសេសភូមិភាគដែលស្ថិតនៅត្រើយខាងត្បូងទន្លេសាបគេឃើញមានសេសសល់របាំប្រជាប្រិយមួយបែបដែលអ្នកស្រុកសន្មតហៅរត់មិត្តថារបាំស្នេហ៍ទន្សោងសពថ្ងៃគេឃើញមានរបាំនេះនៅតាមខេត្តកំពង់ឆ្នាំងកំពង់ស្ពឺនិងពោធិ៍សាត់បានជារបាំនេះឈ្មោះរបាំស្នេហ៍ទន្សោងព្រោះរបៀបរឹមមានក្បាច់ត្រាប់តាមកាយវិការសត្វទន្សោងហើយអ្នកសម្ដែងមួយឬពីរនាក់លើកក្បាលពាក្យស្នេហ៍ទន្សោងតាមការដេញដោលរកដើមកំណើតនៃរបាំនេះគេឃើញថារបាំនេះមានប្រភពលេចឡើងច្រើនទាក់ទងទៅខាងរឿងនិទានទៅវិញដូចជាអ្នកភូមិអញ្ចញរូងស្រុកបរបូរខេត្តកំពង់ឆ្នាំងបាននិទានថាកាលនោះមានព្រានព្រៃម្នាក់ឈ្មោះព្រានពោទទួលព្រះបញ្ជាពីព្រះរាជាឲ្យចេញទៅរកបាញ់ទន្សោងព្រានទៅបាត់យូរណាស់ទើបត្រឡប់ចូលមកកិលព្រះរាជាវិញដោយដៃទទេគ្មានបានអ្វីឡើយព្រះអង្គក៏ត្រាស់សួរថាហេតុអ្វីក៏ពុំបានទន្សោងមួយសោះដូច្នេះព្រានពោក្រាបបង្គំទូលថាខ្លួនបានដើរទៅដល់ព្រៃដែលសម្បូរទៅដោយសត្វទន្សោងនិងមរឹកដទៃទៀតប៉ុន្តែដោយទូលព្រះបង្គំរវល់តែមើលទស្សនីយភាពមួយយ៉ាងចម្លែកអស្ចារ្យណាស់គឺសត្វទន្សោងមួយគូញីឈ្មោលចេះរួមយ៉ាងល្អនាំឲ្យជក់មិនអាចបាញ់កើតឡើយទូលព្រះបង្គំផ្គងស្នាលើស្មាលោបចូលទៅប្រុងតែនឹងអញដែរតែដោយល្អមើលក្បាច់ចង្វាក់រេរឹមរបស់សត្វនេះពេកក៏ខកខានរកតែដំឡោះព្រួញឲ្យរត់ទៅមិនកើតមិនតែប៉ុណ្ណោះមានខ្លាធំមួយដែលមកលោបប្រុងនឹងចាប់ទន្សោងដែរនោះក៏ចាប់មិនកើតបែរជាជួយគោះជើងជាចង្វាក់ឲ្យសត្វនេះទៅវិញជាមួយក្បាច់រឹមរបស់ទន្សោងមានកន្លងមួយហ្វូងហើរស្រែកប្រទាក់សិនជុំវិញទន្សោងទាំងពីរជួយធ្វើជាសូរសំនៀងពិរោះល្វែងល្វើយព្រះរាជាទ្រង់ព្រះសណ្ដាប់ដូច្នោះហើយព្រះអង្គត្រាស់ប្រើឲ្យព្រានពោធ្វើត្រាប់តាមទស្សនីយភាពនោះថ្វាយព្រះអង្គព្រានពោក៏ខំធ្វើត្រាប់ឲ្យបានគ្រប់កាយវិការនិងសូរសំនៀងសត្វថ្វាយព្រះរាជាទ្រង់ទតនិងព្រះសណ្ដាប់គ្មានចន្លោះអ្វីការសម្ដែងកាយវិការរបស់ព្រានពោនេះហើយដែលកើតបានទៅជាវងរបាំនេះឡើងគឺអ្នកពាក្យស្នែងពីរនាក់តំណាងទន្សោងញីឈ្មោះសំលេងស្គរតំណាងសន្ធឹកស្គរធំសំលេងផ្លយតំណាងសូរសាបសัตว์កន្លងរីឯវងរបាំនេះគេហៅឈ្មោះភ្លេងគេថាភ្លេងមហោពោគឺគេសម្គាល់តាមឈ្មោះព្រានពោជាអ្នកបង្កើតវងនេះប៉ុន្តែបើយើងដេញដោលរិះរេគិតស្រាវជ្រាវតាមការសិក្សាបែបជាពន្ធុសាសវិញយើងយល់បានម្យ៉ាងទៀតថាជនជាតិដើមនៅក្នុងប្រទេសកម្ពុជាយើងមានជនជាតិមួយហៅថាពើដែលច្រើនរស់នៅតាមជួរភ្នំក្រវាញត្រង់ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺស្រុកទឹកផុសខេត្តកំពង់ឆ្នាំងនិងស្រុកកំពង់សោមខេត្តកោះកុងកាលពីសម័យមុនបានបង្កើតរបាំស្នេហ៍ទន្សោងព្រោះគេឃើញរបាំនេះមាននៅតែត្រង់តំបន់ជនជាតិពោតរស់នៅគេអាចសន្និដ្ឋានបានថាព្រានពោនេះគឺជាព្រានសាសពើនឹងឯងដូច្នេះរបាំប្រជាប្រិយនេះក៏កើតឡើងពីជនជាតិពើហេតុនេះយើងសរុបបានថារបាំទន្សោងជាគេដំណរមកពីពួកពើសម្រាប់លេងនៅពេលប្រកបពិធីអ្វីមួយដែលយកលំនាំតាមរបរពួកគេជាអ្នកប្រមាញ់តាមសេចក្តីអធិប្បាយយ៉ាងវែងរបស់លោករ៉ូបារ៉ាដាជនជាតិបារាំងដែលបានធ្វើសេចក្តីសង្កេតអំពីជីវភាពរបស់ជនជាតិសំរេនិងពើហើយសរសេរចុះផ្សាយក្នុងប្រតិបត្តិសាលាបារាំងនៅចុងបូព៌ាប្រទេសថារបាំស្នេហ៍ទន្សោងនេះប្រកាសជាកើតឡើងពីពួកពើមែនដោយលោកបានទៅធ្វើសេចក្តីសង្កេតដល់ទីកន្លែងរស់នៅរបស់ពួកពើនេះអស់ពេលយ៉ាងយូរ
លោកបានអះអាងទៀតថាលោកធ្លាប់ឃើញពួកពួរលេងរបាំនេះផ្ទាល់ភ្នែកហើយលោកមានទាំងថតរូបចុះផ្សាយជាមួយអត្ថបទលោកផងដូច្នេះសរុបសេចក្តីបានថាបណ្ដាជនដែលរស់នៅលើទឹកដីយើងពីបុរាណមានសាសពីរនេះជាអាចសុទ្ធតែបានបង្កើតរបាំសម្រាប់លំហែចិត្តដោយប្រឌិតយកតាមលំនាំនៃការប្រកបជីវិតគឺថាកាលនោះគេរស់នៅក្នុងព្រៃមានតែម្រឹគជាញាតិមិត្តឬជាចំណីអាហារប្រចាំថ្ងៃម្ល៉េះហើយការប្រឌិតក្បាច់រឹមរែកនិងប្រដាប់តាក់តែងកាយត្រូវតែដេកដួលទៅរករូបភាពនិងកាយវិការម្រឹគទាំងនោះផងដែរតាមឯកសាររបស់លោករ៉ូបាដាបន្ថែមទៀតថាគេលេងរបាំនេះនៅក្នុងភូមិដែលសំខាន់ប៉ុន្តែតាមមតិខ្មែរយើងខ្លះចាំថាគេលេងតែនៅក្នុងវាំងក្នុងព្រះរាជពិធីបុណ្យចូលឆ្នាំតែប៉ុណ្ណោះអំពីទំនុកច្រៀងទំនងមើលទៅបទចម្រៀងពិតជាមានច្រើនបែបច្រើនយ៉ាងតាមការតាក់តែងនៃអ្នកស្រុកផ្សេងគ្នាក្នុងនេះយើងលើកយកតែទំនុកណាដែលគេស្គាល់ច្រើនមកបង្ហាញប៉ុណ្ណោះទុនសងស្នែងនប់រកស៊ីតែយប់ទុនសងស្នែងនប់ថ្ងៃឡើងពួនព្រៃទុនសងស្នែងកែស៊ីបែកពីហ្វូងទុនសងស្នែងជ្រងវត្តហ្វូងបែកខ្ចាយទុនសងកោបាស៊ីបន្លាដង្គំទុនសងព្រៃភ្នំលេបក្រមុំទាំងមូលតាមឯកសារលោករ៉ូបារ៉ាដាឆ្នាំ1941សូរិយាល្ងាចថ្ងៃទុនសងគោព្រៃរកស៊ីជើងភ្នំស៊ីតូចដោយតូចស៊ីធំដោយធំស៊ីតាមជើងភ្នំល្បះព្រិចខ្ចីល្អស៊ីហើយវាជល់គ្នាវិរិវោសុទ្ធតែឡើងកអួតអាងកំឡាំងតាមការចាំរបស់លោកកេតរឿនគ្រូនៅសាលាវិចិត្រសិល្បៈខេមរៈបងដើរព្រៃស្ដុកបងរុកព្រៃល្បាតដើរកាត់ព្រៃញាតលិចវាលចូលព្រៃឡើងភ្នំចុះភ្នំថ្មដាធំក្រៃទាំងបន្លាខ្លៃល្បះព្រិចលះល្អទុនសងគោព្រៃគៀងញីវីវោល្បះព្រិចលះល្អស្រណោះខេបសាកនត្រេតអើយទុនសងគោបាលេបបន្លាជើងភ្នំលេបក្រមុំទាំងមូលចំណោខ្យល់បក់ត្រជាខ្យល់ជូនកាប់រិស័យចងក្បូនជូនប្អូនទៅស្រុកកុនសែងបងបាត់បងកាត់មិនស្ដាយបំណាច់ឃ្លាតកាយបងស្ដាយតែប្អូនស្រីតាមឯកសារលោកដួងអូច